晚上好，大家，今天你们学习第3课，你叫什么名字？ចឹងសួស្តីគ្នាយើងទាំងអស់គ្នាចឹងថ្ងៃនេះយើងរៀនអំពីមេរៀនទី3ដែលមានចំណងជើងថាតើអ្នកឈ្មោះអ្វីចឹងជាកិច្ចចាប់ផ្ដើមខ្ញុំអានថ្ងៃទីឲ្យគ្នាយើងថ្ងៃនេះ今天是2025年ឆ្នាំ2025 11月开វិច្ឆិកា24号ទី24星期一ថ្ងៃច័ន្ទ第3课មេរៀនទី3你叫什么名字你叫什么名字តើអ្នកឈ្មោះអ្វីចឹងយើងចូលទៅដល់ថ្ងៃនេះយើងរៀនអំពីពាក្យថ្មីដែលអានថា生时ពាក្យថ្មីចឹងពាក្យទី1J G I A O L G L 叫សំឡេងទី4叫好ចឹងពាក្យទី1叫好ចឹងពាក្យទី2យើងរៀនប្រកប拼音ចូលគ្នាទាំងអស់គ្នាចឹង SH 十 EN N 是 N 生 M M I M M ចឹងពាក្យយ៉ាង什么ចឹងពាក្យទី2什么តើអ្វីចំណែកពាក្យទី3名字ចឹង拼音 M M I N G in M in មីងសំឡេងទី2មីងសិត AI ជឺចឹងសំឡេងអត់មាននេះមានសំឡេងទី5យើងអានសំឡេងយើងស្រាលមកមីងជឺឈ្មោះចំណែកពាក្យទី4គ្នាយើងធ្លាប់បានរៀនហើយវខ្ញុំចំណែកពាក្យទី5សគឺជា SHI នេះសដល់ពេលសំឡេងទី4សគឺជាចាំពាក្យទី6老师លោកគ្រូឬក៏អ្នកគ្រូពាក្យនេះក៏យើងធ្លាប់រៀនរួចហើយដែរចឹងយើងប្រកប拼音ទាំងអស់គ្នា L A O L L A L សំឡេងទី3lãoពាក្យនេះសសំឡេងទី1ស老师លោកគ្រូឬក៏អ្នកគ្រូចំណែកពាក្យទី7 M A A M A អត់មានសំឡេងមានតែសំឡេងទី5ចឹងយើងអានស្រាលម៉ាកន្លែងម៉ានេះប្រើសម្រាប់ពេលយើងសួរសំណួរគេឧទាហរណ៍នេះชื่อមិនហ្វាន់ម៉ាតែអ្នកញ៉ាំបាយដែរឬទេចឹងមានន័យថាបកប្រែវាឬទេពីចុងក្រោយគេតែប្រើសម្រាប់សួរសំណួរទេចំណែកពាក្យទី8学生សាពាក្យនេះក៏គ្នាយើងធ្លាប់រៀនរួចហើយដែរចឹងយើងបាច់ចាំបាច់ប្រកប拼音ទៅខំគ្នាយើងចេះអានហើយចំណែកពាក្យទី9នេះrun មនុស្សចឹងយើងប្រកប拼音 o ឬ en n ឬ n run សំឡេងទី2 run មនុស្សចំណែកពាក្យទី10của ប្រទេសចឹងយើងប្រកប拼音ទាំងអស់គ្នា G G U O O K O គួសំឡេងទី2គួប្រទេសពាក្យទី11នេះយើងគ្រាន់តែខុសពីមុខទេពាក្យនេះគួដូចគ្នាអញ្ចឹងពាក្យទី1ចុងគួប្រទេសចិនអញ្ចឹងយើងប្រកប拼音ចុងសិត H ជឺ O N G អងជឺអងចុងសំឡេងទី1ចុងគួប្រទេសចិនពាក្យទី12ម៉ៃគួសហរដ្ឋអាមេរិកចឹងយើងប្រកប拼音ម៉ៃ M M I I A M A ម៉ៃសំឡេងទី3ម៉ៃចឹងពេលយើងអានភូបចូលគ្នាម៉ៃគួសហរដ្ឋអាមេរិកអញ្ចឹងចុងក្រោយខ្ញុំអានឲ្យគ្នាយើងមួយពាក្យដែលមិនបាច់ចាំបាច់ប្រកប拼音អញ្ចឹងពាក្យទី1叫好ពាក្យទី2什么តើអ្វីពាក្យទី3名字
ឈ្មោះពាក្យទី4 វ៉ខ្ញុំពាក្យទី5 是គឺជាពាក្យទី6 lão sư លោកគ្រូអ្នកគ្រូពាក្យទី7 ម៉ាឬទេគឺប្រើសម្រាប់សួរសំណួរពាក្យទី8 xa sẵn សាពាក្យទី9 run មនុស្សពាក្យទី10 qua ប្រទេសពាក្យទី11 trong của ប្រទេសចិនពាក្យទី12 美国សហរដ្ឋអាមេរិកចា៎ខំតែអ្នកគ្នានឹងតាមតនអ្វីដែលខ្ញុំអានឲ្យគ្នាយើងបើសិនជាគ្នាយើងអត់ទាន់យើងអាចឆាតសួរក្នុងក្រុមបានចា៎ជាតាជា